ជំរាបសួរនេះគឺជាវីដេអូដែលនាងខ្ញុំជាមួយនឹងក្រុមការងារបានរៀបចំស្បៀងបន្តិចបន្តួចដើម្បីផ្ញើទៅកាន់បងជនភៀសសិកក៏ដូចជាបងទាហានបងកងទ័ពព្រះកងទ័ពខ្មែររបស់យើងនាងខ្ញុំពិតជាមានអារម្មណ៍សប្បាយរីកខ្លាំងមែនទែនដែលបានចូលរួមជាផ្នែកមួយនៃសង្គមដែលបានជួយវិកខ្ចប់ស្បៀងអាហារទៅកាន់បងជនភៀសសិកក៏ដូចជាបងកងទ័ពរបស់យើងដើម្បីឲ្យគាត់ទទួលបានអាហារគ្រប់គ្រាន់ឲ្យគាត់មានកម្លាំងតស៊ូជាមួយនឹងអាចារ្យជំនាញសៀមហើយការវិកខ្ចប់នៅផងដែរគឺយើងម្នាក់ពិតជាស្រស់ដៃគ្នាខ្លាំងណាស់ក្នុងការរៀបចំអ៊ីវ៉ាន់ក៏ហៅថាស្បៀងហ្នឹងគឺធ្វើយ៉ាងណាឲ្យឆាប់ហើយដើម្បីបានទៅដល់ដៃបងជនភៀសសិកដូចជាបងកងទ័ពឲ្យគាត់ទទួលបានហើយឲ្យគាត់ញ៉ាំទៅមានកម្លាំងដើម្បីទប់ទល់ជាមួយនឹងការឈ្លានពានពីខាងសំណាក់ចៅសៀមចំពោះការវិកខ្ចប់ស្បៀងសម្រាប់បងជនភៀសសិកគឺយើងពិតជាគិតគូរខ្លាំងមែនតើគឺយើងបានរៀបចំដូចជាមីត្រីខសាច់ជ្រូកផាត់សាច់ក្រកហើយនឹងថ្នាំសង្កូវបន្ថែមបន្តិចទៀតដើម្បីឲ្យពួកគាត់នៅពេលដែលមានជំងឺឈឺស្កាត់តិចតួចអីគឺគាត់អាចប្រើប្រាស់ជាថ្នាំសង្កូវបានជាបណ្ដោះអាសន្នហើយក្នុងការរៀបចំស្បៀងផងដែរគឺបងស្រីដែលជាម្ចាស់ក្រុមហ៊ុនគឺគាត់ពិតជាយកចិត្តទុកដាក់ខ្លាំងមែនទែនគាត់រៀបចំជានំទឹកដោះគោជូរសម្រាប់ក្មេងៗគឺគាត់បានគិតគូរល្អិតល្អន់ខ្លាំងមែនទែននេះខ្ញុំពិតជារីករាយនិងសប្បាយចិត្តខ្លាំងមែនទែនដែលបានចូលរួមចំណែកមួយក្នុងការវិកខ្ចប់ដើម្បីបានទៅឲ្យបងជនភៀសសិកដូចជាក្មេងៗដែលគាត់ភៀសខ្លួនទៅនៅជំរំអញ្ចឹងណានេះខ្ញុំមើលឃើញទស្សនវិជ្ជានឹងហើយនេះខ្ញុំពិតជាខឹងខ្លាំងមែនតើដែលអាចារ្យសៀមនឹងវាធ្វើការឈានពានមកលើប្រទេសកម្ពុជាយើងមានតែយើងរួបរวมសាមគ្គីគ្នាទេទើបមិនធ្វើឲ្យសត្រូវវាមើងងាយយើងមិនធ្វើឲ្យយើងនឹងទន់ជ្រាយហើយយើងម្នាក់ត្រូវតែតាំងចិត្តតាំងស្មារតីកុំចាញ់យើងកុំចាញ់បោកការញុះញង់ពីសំណាក់សត្រូវឲ្យសោះបងប្អូនយើងត្រូវតែរួបរวมតស៊ូគ្នាមានអ្វីយើងអាចចែកម្លែកគ្នាយើងជួយគ្នាទៅវិញទៅមកក្នុងគ្រាដែលប្រទេសរបស់យើងមានអាសន្នអញ្ចឹងយើងមានអីយើងចែកម្លែកគ្នាយើងកុំគិតតែពីផលប្រយោជន៍រៀងៗខ្លួនពេកព្រោះសារតែប្រទេសមានសង្គ្រាមបើសិនបើយើងគិតផលប្រយោជន៍ខ្លួនឯងពេកយើងមិនអាចរស់នៅតែឯងទេអញ្ចឹងគឺយើងត្រូវតែចេះជួយគ្នាដើម្បីការអភិវឌ្ឍដើម្បីការរីកចម្រើនទាំងអស់គ្នាមិនថាអ្នកណាទេគឺឲ្យតែជាប្រជាពលរដ្ឋខ្មែរគឺយើងត្រូវតែរួបរวมជួយគ្នាហើយនឹងគ្រប់គ្រងផលិតផលខ្មែរយើងដូចជានេះប្រេងកាឡានេះអញ្ចឹងគឺក្រុមហ៊ុនបច្ចេកគូខ្លាំងមែនតើគឺគាត់ទិញផលិតផលខ្មែរប៉ុន្តែសូមអធិស្ឋានដោយសារតែមីគឺយើងរកអត់បានដាច់ស្តុកអញ្ចឹងហើយគឺយើងមានតែទិញផលិតផលខាងក្រៅដើម្បីយកមកវិកខ្ចប់អញ្ចឹងសូមអធិស្ឋានកន្លែងនឹងផងបងប្អូននាងខ្ញុំពិតជាមានមោទនភាពហើយនាងខ្ញុំក៏សូមគោរពដឹងគុណដល់កងទ័ពដល់អង្គការក្លាហានរបស់ខ្មែរយើងដែលពួកគាត់តស៊ូដើម្បីមោទនភាពជាតិនិងមោទនភាពទឹកដីការពារប្រជាជនពីប្រទេសដែលលុកលន់ចង់បានតែផលប្រយោជន៍ពីប្រទេសយើងឲ្យពួកវាវិនិច្ឆ័យហៅអន្តរាយពួកយើងទាំងអស់គ្នានៅឯនេះខាងនេះគឺមិនបោះបង់បងប្អូនជនភៀសសិកក៏ដូចជាបងព្រះកងទ័ពទេហើយនេះខ្ញុំក៏សូមជូនពរដល់បងជនភៀសសិកឲ្យពួកគាត់ជួបតែសំណាងល្អសុខភាពល្អជាឆ្ងាយពីជំងឺផ្សេងហើយនេះខ្ញុំក៏សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់លើលោកមិនថានៅទីណាទេសូមជួយតាមថែសារវីរៈកងទ័ពរបស់យើងឲ្យពួកគាត់យកឈ្នះជ័យជំនះពីសត្រូវឲ្យបានហើយឲ្យសត្រូវវិនិច្ឆ័យអន្តរាយខ្ចាត់ខ្ចាយគ្រប់ទីកន្លែងដែលឈ្លានពានលើទឹកដីខ្មែរឲ្យវិនិច្ឆ័យសាបសូន្យសូមឲ្យប្រទេសយើងរួចផុតពីសង្គ្រាមដែលមានការឈានពានពីប្រទេសចៅចង្រៃហ្នឹងឲ្យរួចផុតចាក់ទុកទោសហើយឲ្យជួបតែសុខសន្តិភាពជារៀងរហូតតទៅហើយម្យ៉ាងវិញទៀតនាងខ្ញុំពិតជាមានអារម្មណ៍សប្បាយរីកខ្លាំងមែនទែនដែលប្រជាពលរដ្ឋរបស់យើងមិនថាគ្រប់ជាន់ថ្នាក់គឺពួកគាត់ចូលរួមចំណែកជាផ្នែកមួយនៃសង្គមទាំងអស់គ្នាយើងស្រឡាញ់គ្នារួមគ្នាដើម្បីអភិវឌ្ឍប្រទេសជាតិរបស់យើងហើយវីដេអូរបស់នាងខ្ញុំក៏មានតែប៉ុណ្ណឹងខ្ញុំសូមអរគុណច្រើនសម្រាប់អ្នកដែលបានទស្សនាវីដេអូរបស់នាងខ្ញុំសូមជូនពរឲ្យបងប្អូនប្រជាជនខ្មែរយើងទាំងអស់គ្រប់ទិសទីឲ្យគាត់ជួបតែសុខសុវត្ថិភាពគ្រប់គ្នាគ្រប់ទីកន្លែងខ្ញុំសូមអរគុណសូមជម្រាបលា